ទីបំផុតលោកកាន់ចំតឡាំងមេតបថៃយកទុំជាតិដោតលើឡានដឹកអាចហ្នឹងគឺបានយកឡានដាដាក់បាសលឺដើម្បីចាក់រំខានប្រជាពលរដ្ឋក្មេងនិងស្ត្រីនៅភូមិអូ3ជាន់ហ្នឹងឥឡូវនេះគឺសម្រាប់ចិត្តថាគេយកបាសយកគ្រឿងអីគេហ្នឹងគឺត្រឡប់ទៅវិញហើយមានការអអន់ចិត្តជាខ្លាំងក៏ព្រោះតែសមាជិកសភារបស់ថៃមួយរូបចេញមករិះគន់ក៏ដូចជាដាស់តឿនទៅលើទង្វើកាន់ចំបលាំងនេះថាជាទង្វើរំលោភសិទ្ធិមនុស្សដល់កុមារហើយរឿងនេះក៏កម្ពុជាបានយកទៅប្តឹង UN ឃើញថាខាងថៃគឺថាត្រូវតបងមែនតើដោយសារទង្វើកាន់ចំបលាំងហ្នឹងតែខ្ញុំគិតថាកាន់ចំបលាំងវាអត់ឈប់ត្រឹមហ្នឹងឯណាដឹងមិនអត់គឺវាប្រមូលលុយប្រជាពលរដ្ឋថៃច្រើនណាស់ដើម្បីធ្វើរឿងរំលោភបំពានដីខ្មែរណាគឺថាម្ដងឃើញថារាប់លានបាតអញ្ចឹងគឺមនុស្សវាហ្នឹងគឺមនុស្សល្មមនឹងប្រជាប្រិយហើយម្យ៉ាងទៀតក៏ប្រមូលលុយគេបានទៅវាចេះតែអសបាយអញ្ចឹងឃើញថាអញ្ចឹងខ្ញុំគិតថាវាគឺអត់ឈប់ត្រឹមនឹងទេ